여러분 안녕하세요. 수스레បងប្អូនអរគ្នាឥឡូវយើងបន្តមេរៀនយើងទៀតចូលដល់ផ្នែកអហ៊ីវ៉ាមូនប៉ុបអ៊ីអហ៊ីពាក្យវ៉ានិងមូនប៉ុបអ៊ីវិជ្ជករទី2ឥឡូវយើងមើលខាងក្រោមមកគេមានសំណួរ2សួរមកកាន់យើងសំណួរទី1គេសួរថាយោគីនឿនអទីយោសួរតើទីនេះគឺជាកន្លែងណាសំណួរទី2គេសួរថាមកអ៊ីសយោមានអ្វីតែគេចង់សួរយើងថាតើកន្លែងនេះគឺជាកន្លែងណាហើយវាមានអ្វីគេចង់សួរយើងអញ្ចឹងឥឡូវយើងមើលរូបភាពនៅខាងក្រោមមកតើរូបភាពទី1គឺតាក់ទងជាមួយនឹងហွာចាំងស៊ីលនេះហွာចាំងស៊ីលរូបភាពទី2គឺខស៊ីលតើអញ្ចឹងនៅក្នុងហွာចាំងស៊ីលមានអីគេខ្លះនៅក្នុងបន្ទប់ទឹកណាហွာចាំងស៊ីលយើងបកតែបន្ទប់ទឹកនៅក្នុងបន្ទប់ទឹកមានគេអីគេខ្លះទី1មានខអ៊ុលខអ៊ុលកញ្ចក់ទី2ស៊ូកុនតែកន្លែងនេះគឺស៊ូកុនបកថាកន្សែងពុះគោទី3គឺស៊ូជីប្រដាស់អនាម័យតានៅក្នុងបន្ទប់ទឹកគេអាចមានប្រើពាក្យផ្សេងមួយទៀតគឺគេប្រើពាក្យហွာចាំងជីអាហ្នឹងក្រដាស់បន្ទប់ទឹកតាបន្តមកទៀតយើងមើលខាងក្រោមតាខាងក្រោមតាក់ទងជាមួយនឹងខស៊ីលតាខស៊ីលមានអីគេខស៊ីលទី1មានShige នាឡិកាភ្យូចិញ្ចៀងទី2មាន Aircon នេះ Aircon ម៉ាស៊ីនត្រជាក់ទី3មាន sofa នេះសាឡុងតាបន្តមកទៀតខាងនេះគេមានអីគេមាន Puok តា Puok ផ្ទះបាយមានអីគេមាន Shik-tak តុអាហារទី2 Cup ឡើយនេះកែវទឹកទី3 Nenjango តាNenjango ទូទឹកកកអញ្ចឹងផ្ទះបាយគឺមាន2ពាក្យនៅក្នុងភាសាកូរ៉េទី1មាន Puok ទី2មាន Chupang បងប្អូនចំណាំទុកទៅតែឥឡូវយើងមើលខាងក្រោមតិចមក여러분 집이에요 តានេះគឺជាផ្ទះរបស់អ្នកទាំងអស់គ្នា뭐가 있어요 តើមានអ្វី이야기 해보세요 ណាសូមសាកនិយាយគ្នាអញ្ចឹងកន្លែងនេះគេចង់និយាយថាគេចង់ឲ្យយើងនេះរៀបរាប់ពីផ្ទះរបស់យើងតើផ្ទះរបស់យើងនឹងមានអ្វីខ្លះឥឡូវយើងមើលម្នាក់ស្រីខាងក្រោមនេះមកម្នាក់ស្រីខាងក្រោមគាត់ថាម៉េច냉장고가 있어요 តាមានអីគេណាមានអីមានទូទឹកកក책상이 있어요 តាមានតុឥឡូវយើងចូលដល់ផ្នែកខាងវិជ្ជករទី2គឺមញងសាដែលប្រើប្រាស់ជាមួយនឹងទម្រង់ a isoyo មានន័យថានាមដែលប្រើប្រាស់ជាមួយនឹង a isoyo តានាមប្រើប្រាស់ជាមួយនឹង a isoyo កន្លែងនេះមានន័យថានាមអ្វីមួយស្ថិតនៅកន្លែងណាមួយឬក៏នាមណាមួយវាមាននៅកន្លែងណាមួយគឺមានន័យអញ្ចឹងវិជ្ជករមួយនឹងឥឡូវយើងមើលយើងមើលនិយមន័យគេបន្តិចមកដើម្បីឲ្យងាយស្រួលយល់ហើយខ្ញុំនឹងបញ្យល់បន្ថែមដើម្បីឲ្យបងប្អូនកាន់តែមានភាពងាយស្រួលយល់និយមន័យរបស់គេថាសារ៉ាមីណាសាមូរីអូទីអេនិនជីម៉ារ៉ាល់តេសាយុងហេយ៉ូតាគេប្រើប្រាស់ទម្រង់ a isoyo នឹងនៅពេលដែលគេនិយាយថាតើមនុស្សឬក៏វត្ថុណាមួយមាននៅកន្លែងណាមួយឬក៏ស្ថិតនៅកន្លែងណាមួយគឺមានន័យអញ្ចឹងខ្ញុំគូឲ្យបងប្អូនងាយស្រួលយល់បន្តិចរបៀបនៃការប្រើប្រាស់វិជ្ជករមួយនឹងគឺគេប្រើប្រាស់អញ្ចឹងគេប្រើប្រាស់ដូចដែលខ្ញុំបានសរសេរដាក់អញ្ចឹងមានន័យថានៅពីមុខមញងសាអេសយោកន្លែងនេះគឺដាច់ខាតត្រូវតែមានសារ៉ាំសាមូលឬក៏ធុងមូលបន្តមកទៀតមានបរិវារស័ព្ទអ៊ីកាអញ្ចឹងនៅក្នុងនិយមន័យរបស់គេកន្លែងនេះគេដាក់តែ2ទេគេដាក់ថាសារ៉ាំហើយនិងសាមូលក៏ប៉ុន្តែជាក់ស្ដែងយើងប្រើប្រាស់បាន3ទម្រង់មញងសាអេសូយ៉ូកន្លែងនេះយើងប្រើប្រាស់បានទាំងជាមួយនឹងមនុស្សជាមួយនឹងវត្ថុហើយនឹងសត្វក៏យើងប្រើបានដែរអញ្ចឹងនៅពីមុខរបស់មញងសាអេសូយ៉ូកន្លែងនេះគឺយើងត្រូវដាក់មនុស្សឬក៏ដាក់វត្ថុឬក៏ដាក់សត្វចូលនៅពីមុខហើយនៅបន្ទាប់ពីមនុស្សសត្វវត្ថុនឹងគឺត្រូវតែមានបរិវារស័ព្ទ e ឬក៏ k ហើយបន្តមកទៀតទៅដល់មញងសាកន្លែងនេះតាមមញងសានៅពីមុខ a សូយ៉ូកន្លែងនេះគឺជានាមដែរប៉ុន្តែគឺជានាមទីកន្លែងវាមិនមែនជានាមទូទៅដូចនៅពីមុខ e k នឹងទេនៅពីមុខ e k កន្លែងនេះមនុស្សសត្វវត្ថុអានឹងជានាមទូទៅហើយមញងសាដែលនៅពីមុខ a ដាច់ខាតត្រូវតែជានាមទីកន្លែង
យល់ទេណាបងប្អូនអរគ្នាឥឡូវយើងទៅមើលពីរបៀបនៃការបំបែកបន្តិចមកតារបៀបនៃការបំបែកនៅខាងក្រោមតា A E soyo អញ្ចឹងកន្លែងនេះគឺសុទ្ធតែនាមនៅកន្លែងនេះគឺសុទ្ធតែនាមទាំងអស់ប៉ុន្តែនាមទាំងអស់ហ្នឹងគឺសុទ្ធតែជានាមទីកន្លែងអត់មាននាមទូទៅទេថាផាំងក៏ជានាមទីកន្លែង Khoshil ក៏ជានាមទីកន្លែង Hakkyo ក៏ជានាមទីកន្លែងហើយ Ki Suksa ក៏ជានាមទីកន្លែងដូចគ្នាតាអញ្ចឹងផាំងបូកជាមួយនឹង A E soyo ទៅជា Phange E soyo Khoshil ណា Khoshil បន្ទប់ទទួលភ្ញៀវបូកជាមួយនឹង A E soyo ទៅជា Khoshire Isoyo តានៅក្នុងបន្ទប់ទទួលភ្ញៀវ Hakkyo បូកជាមួយនឹង A Isoyo ទៅជា Hakkyoe Isoyo គឺក្នុងសាលាឬក៏នៅឯសាលាឬក៏មាននៅសាលាអញ្ចឹងទៅKisuksa តា Kisuksa បន្ទប់ឬក៏កន្លែងស្នាក់នៅបូកជាមួយនឹង A Isoyo ទៅជា Kisuksa E Isoyo តាវានៅក្នុងកន្លែងបន្ទប់ស្នាក់នៅឬក៏វាមាននៅក្នុងបន្ទប់ស្នាក់នៅឥឡូវយើងមើលប្រយោគឧទាហរណ៍ដើម្បីឲ្យកាន់តែងាយស្រួលយល់តាជាការសន្ទនារបស់គេប្រយោគឧទាហរណ៍តាម្នាក់ប្រុសគាត់ថាម៉េច Television Khoshire Isoyo តែគេសួរថាតើនៅក្នុងបន្ទប់ទទួលភ្ញៀវមានគេមានទូរទស្សន៍ដែរឬទេអញ្ចឹងឃើញកន្លែងនេះគឺគេមានពីមុខគឺជានាមមួយនៅពីមុខ A Isoyo កន្លែងនេះគឺមាននាមមួយគឺនាម Khoshil ហើយនៅពីមុខ Khoshil ដែលជានាមទីកន្លែងហ្នឹងគឺមានអីគេមាន television ដែលបូកជាមួយនឹង e ឬក៏កាតែ television កន្លែងនេះគឺតាក់ទងជាមួយនឹងសាមូលនេះសាមូលកន្លែងនេះសាមូលអញ្ចឹង television ជាសាមូលហើយបូកជាមួយនឹង e ឬក៏កាអញ្ចឹងបើសិនជានាមដែលនៅពីមុខហ្នឹងវាមានជើងយើងបូកជាមួយនឹង e ហើយបើអត់ជើងយើងបូកជាមួយនឹងកាអញ្ចឹង television មានជើងណាមានជើងអញ្ចឹងយើងបូកជាមួយនឹង e ទៅជា television នេះ Khoshire Isoyo នេចា Khoshire Isoyo តាវាក្នុងបន្ទប់មានតែមានអីគេមាន television នេះតែឥឡូវយើងមើលយេមុនបន្តទៀតណាយេមុនប្រយោគឧទាហរណ៍តាខាស៊ីហ្គេកាខាបាងេអ៊ីសយោតាសួរតាក្នុងកាបូបមាននាឡិកាដែរឬទេតាណាឆ្លើយនេផាំងេអ៊ីសយោបាទនៅក្នុងបន្ទប់មានឬក៏បាទមាននៅក្នុងបន្ទប់ដែលយើងបកកលាប់យ៉ាងមិនក៏បានដែរឲ្យតែមានន័យគ្រប់គ្រាន់ហើយស្ដាប់បានបន្តមកទៀតយើងមើលខាងនៅខាងក្រោមណា Huen Shiga Puoke Isoyo តើ Huen នៅឯផ្ទះបាយមែនទេណាយឆ្លើយវិញអានីយ៉ូតែអត់ទេផាំងេអ៊ីសយោគាត់នៅបន្ទប់គេងតែអញ្ចឹងនៅក្នុងការបកប្រែ A Isoyo កន្លែងនេះយើងមានអ្វីមួយស្ថិតនៅកន្លែងណាឬក៏មានអ្វីមួយនៅកន្លែងណាអញ្ចឹងបើសិនជាយើងប្រើជាមួយនឹងវត្ថុតែយើងប្រើជាមួយនឹងវត្ថុយើងបកថាមាននៅឯណាតែឧទាហរណ៍ថា Shigeka Phange Isoyo នៅក្នុងបន្ទប់មានតែកន្លែងនេះយើងបកថាមាន Ita កន្លែងនេះយើងបកមានអីគេមាននាឡិកាប៉ុន្តែបើសិនយើងប្រើជាមួយនឹងមនុស្សឬក៏សត្វយើងបកថានៅយើងអត់បកថាមានទេដូចកន្លែងនេះយើងមើល Huen Shiga Puoke Isoyo សួរតើកញ្ញា Huen នឹងនៅក្នុងផ្ទះបាយមែនណាឆ្លើយវិញអានីយ៉ូផាំងេអ៊ីសយោតែអត់ទេគាត់នៅក្នុងបន្ទប់អញ្ចឹងនៅក្នុងការបកប្រែតម្រង់ A អ៊ីសយោកន្លែងនេះគឺយើងបកប្រែបែងចែកវាជាពីរអញ្ចឹងបើយើងប្រើជាមួយនឹងសាមូលយើងប្រើជាមួយនឹងវត្ថុយើងបកថាមានបើសិនជាយើងប្រើជាមួយនឹងមនុស្សឬក៏សត្វយើងបកថានៅប្រាប់ទីតាំងនាមដែលបូកជាមួយនឹងបរិបទស័ព្ទ EK ហើយនឹងនាមទីកន្លែងដែលបូកជាមួយនឹង A ហ្នឹងគឺអាចដូរគ្នាបានយើងអាចយកអានេះអាចមកនៅកន្លែងនេះបានហើយអានេះបូកជាមួយនឹង EK ហ្នឹងអាចមកនៅកន្លែងនេះបានអត់អីទេអត់ខុសទេកន្លែងនេះក៏អត់ខុសទេយើងដាក់មួយណាមុនក៏បានដែរអូខេតែឥឡូវយើងចូលដល់លេខ1ខាងក្រោមតែយើងមើលលំហាត់អនុវត្តនៅខាងក្រោមតែលំហាត់អនុវត្ត1តាមួស៊ីអូទីអេអ៊ីសូយ៉ូតើមានអ្វីនៅកន្លែងណាIyagi Heposeo សូមសាកនិយាយគ្នាឥឡូវយើងមើលឧទាហរណ៍ជាមុនសិនគេឲ្យឧទាហរណ៍យើងមួយ
포기 거실에 뭐가 있어요. 다 그래. cái này cứ cái đồ bàn này niêm tiền lại mà đã nó một hai cái đã à vậy mũi bố chúng mình cả niêm mà vậy mũi bố chúng mình cả nó khẳng cả rồi giống như số là 거실에 뭐가 있어요. số là ta nơi không bận tập tập nhiều bận tập nhiều miên à vậy ta như mới được không lúc này mình cái taនេះគឺជាចម្លើយនេះខាងនេះណា거실에 소파가 있어요.នៅក្នុងបន្ទប់ទទួលភ្ញៀវមានសាឡុងឥឡូវយើងចូលដល់លំហាត់តែយើងចូលដល់លំហាត់អនុវត្តហើយតើលំហាត់មាន3នេះ1ប៉ុន2ប៉ុនហើយនិង3ប៉ុនតែអញ្ចឹងនៅក្នុងមួយលំហាត់យើងជ្រើសរើសយកមកមួយក៏បានដែរតែអញ្ចឹងកន្លែងនេះនៅក្នុងសភើបងប្អូនអរគ្នាប្រហែលជាអត់មានទេឥឡូវខ្ញុំទៅសេឲ្យទាំងម្ដងខ្ញុំទៅសេឲ្យខ្ញុំពេញឲ្យទាំងម្ដងតែឥឡូវយើងមើលកន្លែងនេះគឺតើតើជាមួយនឹងភួកតាគេភួកគេ뭐가 있어요 តែសួរតើនៅក្នុងផ្ទះបាយមានអ្វីតាអញ្ចឹងភួកគេ 식탁이 있어요.នៅក្នុងផ្ទះបាយមានតុអាហារតាទី2 2번 방에 뭐가 있어요. នៅក្នុងបន្ទប់តើនៅក្នុងបន្ទប់មានអ្វី 방에 의자가 있어요. តើនៅក្នុងបន្ទប់គេងមានកៅអីអើយចាកៅអីនេះកៅអី3번លេខ3 화장실에 뭐가 있어요? សួរតើនៅក្នុងបន្ទប់ទឹកមានអ្វីណានេះក្នុងបន្ទប់ទឹកមានអីគេតែឥឡូវក្នុងបន្ទប់ទឹកយើងឃើញមានកញ្ចក់ណាអញ្ចឹងដាក់កញ្ចក់មក 화장실에 거울이 있어요 តើនៅក្នុងបន្ទប់ទឹកមានកញ្ចក់តែឥឡូវយើងមើលលេខ2ខាងក្រោមមកតើលេខ2ខាងក្រោមគេសួរយើងថាម៉េច여러분 집에 뭐가 있어요? សួរតើនៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នាមានអ្វី 뭐가 없어요? ហើយអត់មានអ្វី 이야기 해보세요. សូមសាកនិយាយគ្នាអញ្ចឹងឧទាហរណ៍នៅក្នុងផ្ទះរបស់យើងមានអីវាមានអូចាំងមានសេដ្ឋីមានភួកមានអីគេមាន책상មានឈីមដេឬក៏មានខោលអីចឹងទៅ제 집에 침대가 없어요. តាផ្ទះរបស់នៅផ្ទះរបស់ខ្ញុំតែឆេកន្លែងនេះគឺជាកម្មសិទ្ធិមកពីពាក្យឆអើយឆេ제 집에 침대가 없어요.នៅផ្ទះរបស់ខ្ញុំមានគ្រែគេង그리고ហើយ옷장이 없어요. ហើយអត់មានទូខោអាវទេយើងចូលដល់ផ្នែក Marakiwa Tutki យើងចូលដល់ផ្នែកខាងនិយាយហើយនិងផ្នែកខាងស្ដាប់ឥឡូវយើងចូលដល់ផ្នែកខាងនិយាយមុនតើឥឡូវមើលផ្នែកខាងនិយាយ 교실에서 라흐만 씨와 이링 씨가 이야기해요. តើលោកឡាហ៊ឺម៉ាន់និងកញ្ញាអ៊ីរីងគាត់និយាយគ្នានៅក្នុងថ្នាក់រៀន다음과 같이 이야기해보세요. សូមសាកនិយាយគ្នាកន្លែងនេះ qua 같이 កន្លែងនេះបកថាដូចទៅនឹងតែ 같이 កន្លែងនេះមិនបកថាជាមួយណាបកថាដូច qua ទៅនឹងថាកន្លែងនេះមិនមែនបន្ទាប់ទេខាងក្រោមអញ្ចឹងគេថាសូមសាកនិយាយគ្នាឲ្យដូចទៅនឹងខាងក្រោមហើយយើងមើលការសន្ទនាគេខាងក្រោមនឹងមកបើបងប្អូនចង់ស្ដាប់ពីការសន្ទនារបស់គេបងប្អូនអាច scan នៅកន្លែង QR code ហ្នឹងទៅចេញការសន្ទនាជាសំឡេងមកហើយតែឥឡូវខ្ញុំអានឲ្យតែម្ដងថាឡាហ៊ឺម៉ានតាឡាហ៊ឺម៉ាននឹងម្នាក់ប្រុសណាថា방에 책상이 있어요 សួរតើនៅក្នុងបន្ទប់គេងហ្នឹងមានថាមានអីគេមានតុដែរឬទេអ៊ីឌីងក៏ឆ្លើយមកវិញណែ 책상이 있어요 តែចាមានតុឡាហ៊ឺម៉ាន់방에 또 뭐가 있어요 សួរតើនៅក្នុងបន្ទប់មានអ្វីទៀតតាតូកន្លែងនេះទៀតអញ្ចឹងនៅពេលដែលយើងសួរគេឲ្យគេឆ្លើយឧទាហរណ៍ដូចនៅខាងលើអញ្ចឹងឡាហ៊ឺម៉ាន់គាត់សួរម្ដងហើយអ៊ីឌីងឆ្លើយម្ដងបន្តមកទៀតយើងចង់សួរថាតើមានអ្វីផ្សេងទៀតអត់អញ្ចឹងយើងថែមពាក្យតូនឹងឯណា방에 또 뭐가 있어요 សួរតើនៅក្នុងបន្ទប់ហ្នឹងមានអ្វីផ្សេងទៀត이런 거 다 방에 텔레비전이 있어요.នៅក្នុងបន្ទប់មានទូរទស្សន៍
យើងមើលខាងក្រោមនេះគឺតាកតងជាមួយនឹងលេខ1គឺជាអ្វីដែលយើងបានរៀនជាមួយគ្នានឹងហើយតែមានកន្លែងលឿងហ្នឹងគឺ check sang ហើយកន្លែងពណ៌ត្រួយចេកនេះគឺ television កន្លែងនេះគឺពណ៌លឿងដាក់ពណ៌លឿងពណ៌ត្រួយចេកដាក់ពណ៌ត្រួយចេកអញ្ចឹងកន្លែងនេះគេឲ្យបងប្អូនសាកដូរពី check កន្លែងលឿងដូរពី check sang មកជា chimde ហើយដូរកន្លែង television នេះមកជា nenjangko តា nenjangko ទូទឹកកចាបងប្អូនអាចដូរសាកដូរឲ្យអានវឹកហាត់អានឲ្យបានច្រើនបើសិនជាបងប្អូនចង់និយាយភាសាកូរ៉េបានល្អដាច់ខាតបងប្អូនត្រូវតែព្យាយាមវឹកហាត់អានឲ្យបានច្រើនដើម្បីឲ្យរត់មាត់ហើយនៅពេលបងប្អូននិយាយគឺអាចនិយាយបានរត់មាត់ទាំងម្ដងបាទឥឡូវយើងមើលលេខ2នៅខាងក្រោមតែលេខ2 e ប៉ុនដាក់ e ប៉ុននៅខាងក្រោមហ្នឹង여러분 집에 뭐가 있어요 តាគេសួរថានៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នាឬក៏នៅឯផ្ទះរបស់អ្នកទាំងអស់គ្នាហ្នឹងមានអ្វីគីសុកសាអេម៉ូកាអ៊ីសយោតើនៅក្នុងកន្លែងស្នាក់នៅឬក៏បន្ទប់ស្នាក់នៅមានអ្វីអ៊ីយ៉ាគីហេផូសេអូសូមសាកនិយាយគ្នាតាអានឹងកន្លែងហ្នឹងដូចនៅខាងលើអញ្ចឹងបងប្អូនអាចសាករៀបរាប់ដូចនៅខាងលើដូចខ្ញុំរៀបរាប់ឲ្យខាងលើហ្នឹងតែអញ្ចឹងកន្លែងនេះបងប្អូនអាចសាកល្បងរៀបរាប់តាកតូនជាមួយនឹងនៅក្នុងផ្ទះរបស់អ្នកនរគ្នាមានអីហើយនៅក្នុងបន្ទប់កន្លែងស្នាក់នៅក្រុមហ៊ុនឬក៏នៅសាលារៀនហ្នឹងតើមានអ្វីតាកន្លែងនេះគេចង់ឲ្យយើងរៀបរាប់សាកនិយាយបាទឥឡូវយើងចូលដល់ផ្នែកខាងស្ដាប់ដល់ផ្នែកខាងស្ដាប់라민 씨와 고천 씨가 이야기해요.លោកឡាមីនជាមួយនឹងខូឆនគាត់និយាយគ្នាឆាល់ทึกโกស្ដាប់ឲ្យច្បាស់ហើយថាភេប្រូសេអូសូមឆ្លើយតែឥឡូវយើងទៅមើលការសន្ទនាគេមិនតិចទៅបងប្អូនចង់ស្ដាប់បងប្អូនអាច scan QR code ហ្នឹងកន្លែង QR code ឲ្យបងប្អូនស្ដាប់ទៅតែខ្ញុំអត់ស្ដាប់ទេខ្ញុំទៅអានអត្ថបទឲ្យបងប្អូនអរគ្នាតែម្ដងបាទនេះគឺជាផ្នែកស្ដាប់នៅក្នុងមេរៀនទី2តែកន្លែងលេខ2ហ្នឹងផ្នែកស្ដាប់របស់មេរៀនទី2ហើយលេខ3ផ្នែកស្ដាប់នៃមេរៀនទី3ឥឡូវយើងមើលតែផ្នែកស្ដាប់នៃមេរៀនទី2ទេចំណងជើងរបស់យើងគឺផាំងងេឆេកសាំងអ៊ីសូយ៉ូដដែលតែឥឡូវយើងមើលការសន្ទនារវាងខូឆនជាមួយនឹងឡាមីនតែខូឆនស្រីហើយឡាមីនប្រុសតែកន្លែងយកកន្លែងនេះគឺយកចាហើយណាមកន្លែងនេះគឺណាមចាតែអញ្ចឹងខូឆនក៏ថាម៉េចឡាមីនស៊ីតែលោកឡាមីន학교 기숙사에 침대가 있어요. តែគេសួរថាតើនៅក្នុងបន្ទប់ស្នាក់នៅសាលារៀនមានអីគេមានគ្រែដែរឬទេឡាមីនក៏តបមកវិញហើយណែឈីមទេកាអ៊ីសយោបាទមានគ្រែគេងក្រេអូពេតមែនគីសុកសាអេតូម៉ូកាអ៊ីសយោសួរតានៅក្នុងបន្ទប់ស្នាក់នៅនឹងមានអ្វីទៀតអត់សេថាគីកាអ៊ីសយោតាមានអីគេមានម៉ាស៊ីនបោកគក់그런데 소파는 없어요. ក៏ប៉ុន្តែសាឡុងអត់មានទេបាទនេះគឺជាផ្នែកស្ដាប់នៅក្នុងមេរៀនទី2ឥឡូវយើងទៅឆ្លើយសំណួរយើងវិញឥឡូវយើងឆ្លើយនឹងសំណួរគេតែសំណួរទី1គេសួរថាឡាមីនស៊ីគីសុកសាអេសេថាគីកាអ៊ីសូយ៉ូតែសួរតើកន្លែងនៅក្នុងកន្លែងស្នាក់នៅរបស់លោកឡាមីននឹងមានម៉ាស៊ីនបោកគក់ដែរឬទេតែមិនមានអត់មានទេតែសេថាគីនឹងអបសយោតែអត់មានទេអញ្ចឹងកន្លែងនេះឆ្លើយមកយើងគេថា라민 씨 기숙사에 세탁기가 없어요. 세탁기가 없어요. 오케이, 잘 정말. បន្តមកទៀតសំណួរទី2គេសួរថាឡាមីនស៊ីគីសុកសាអេសូផាកាអ៊ីសយោតែសួរតានៅក្នុងបន្ទប់ស្នាក់នៅរបស់ឡាមីននឹងមានសាឡុងដែរឬទេតែអញ្ចឹងមានអត់មិញមានតែយើងឆ្លើយថាម៉េចយើងអាចឆ្លើយយ៉ាងខ្លីថាណេអ៊ីសយោបានណេសូផាកាអ៊ីសយោបានណេ소파가 있어요. 소파가 있어요.
តែអាចឆ្លើយខ្លីយ៉ាងមកបានបាទអានឹងសម្រាប់ផ្នែកស្ដាប់នៅក្នុងវីដេអូទី2យើងបញ្ចប់មេរៀនយើងទៅត្រឹមហ្នឹងហើយសម្រាប់មេរៀនបន្តទៀតយើងជួបគ្នានៅក្នុងវីដេអូទី3បាទអរគុណជម្រាបលា